សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកប្រាប់អ្នកទាំងអស់គ្នាពីវិធីដូរលេខកូដ Facebook ដោយខ្លួនឯងហ្នឹងហើយឥឡូវនេះកុំឲ្យខាតពេលយូរយើងចូលមកកាន់ Facebook មកអ្នកគ្នាចូលមកកាន់បន្ត3មកដើម្បីយើងចូលទៅកាន់ setting អ្នកគ្នាហើយម្ដងនេះអ្នកគ្នាចុចពីថា setting and privacy ហើយអ្នកគ្នាចុចពាក្យ setting ហ្នឹងម្ដងទៀតមកអ្នកទាំងគ្នាហ្នឹងហើយរូបមនុស្សហ្នឹងយើងចុចមកម្ដងនេះផងដែរពុកម៉ែបងប្អូនទាំងគ្នាធ្វើការចុចពាក្យថា account នៅខាងនេះឬក៏រូបមនុស្សម្ដងទៀតរូប profile ហ្នឹងម្ដងនេះអ្នកគ្នាចុចពាក្យថា passwordមកដល់នៅកន្លែងនេះទៀតអ្នកគ្នាមិនមើលទៅក្រោមនេះយើងអូសមកលើដើម្បីចុចពាក្យថា change password មកដល់នេះយើងចុចនៅកន្លែងរូបរបស់យើងមកអ្នកគ្នាហ្នឹងហើយមកដល់នេះផងដែរកន្លែងហ្នឹងផងដែរគឺជាកន្លែងដែលយើងត្រូវដូរលេខកូដ Facebook របស់យើងហ្នឹងហើយកន្លែងហ្នឹងខ្ញុំសូមបញ្ជាក់តិចដើម្បីដូរលេខកូដ Facebook យើងបានអ្នកគ្នាត្រូវតែដាក់លេខកូដចាស់យើងនៅខាងលើនេះអ្នកគ្នាហ្នឹងហើយទើបយើងអាចដូរលេខកូដថ្មីកន្លែងទី2ទី3នេះទើបអាចដូរលេខកូដ Facebook យើងបានអ្នកគ្នាអញ្ចឹងខ្ញុំយើងត្រូវដាក់លេខកូដFacebook ចាស់យើងនៅកន្លែងហ្នឹងសិនទៅយើងអាចដូរលេខកូដថ្មីបានហើយមួយទៀតបើសិនជាពុកម៉ែបងប្អូនទាំងគ្នាផ្លេចលេខកូដរបស់យើងអត់ដឹងត្រូវដូរមិនទេអ្នកគ្នាអាចឆែកមើលវីដេអូខ្ញុំបានពីរបៀបដូរលេខកូដ Facebook ដោយផ្លេចលេខកូដក៏អាចដូរលេខកូដ Facebook បានដែរអ្នកគ្នាអាចចូលឆែកមើលវីដេអូខ្ញុំបានឥឡូវនេះខ្ញុំបានដាក់លេខកូដរបស់ខ្ញុំនៅលើនេះហើយអ្នកគ្នាលេខកូដចាស់របស់ខ្ញុំហើយកន្លែងទី2ទី3នេះអ្នកគ្នាត្រូវតែដាក់លេខកូដថ្មីអ្នកគ្នាហើយលេខកូដទី2ទី3នេះត្រូវតែដូចគ្នាទាំងពីរទើបយើងចុច change password ទៅទើបយើងអាចដូរលេខកូដថ្មីបានឥឡូវនេះខ្ញុំសូមដាក់លេខកូដថ្មីរបស់ខ្ញុំចូលនៅកន្លែងហ្នឹងសិនហ្នឹងហើយលេខកូដនេះខ្ញុំបានសរសេរស្រាប់ហើយហ្នឹងហើយបានផាសស្រាប់ឥឡូវនេះអ្នកគ្នាចុចពីថា change មែនអ្នកគ្នាហ្នឹងហើយ change password របស់យើងនេះយើងចុចមកហ្នឹងហើយមកដល់នៅកន្លែងនេះក៏សំខាន់ដែរអ្នកគ្នាត្រូវតែយកលេខកូដប្រហែលជា6ខ្ទង់ Facebook គេបានផ្ញើលេខកូដមួយហ្នឹងចូលទៅកាន់លេខរបស់យើងដើម្បីយកលេខកូដហ្នឹងយកមកដូរលេខកូដរបស់យើងអ្នកគ្នាយើងយកដាក់នៅកន្លែងហ្នឹងទៅហើយយើងចុច next ទៅយើងអាចដូរលេខកូដ Facebook បានតែម្ដងហើយ app ហ្នឹងផងដែរគឺជា app WhatsApp អ្នកគ្នាដើម្បីបានលេខកូដហ្នឹងអ្នកគ្នាត្រូវតែយកលេខទូរស័ព្ទមួយហ្នឹងអ្នកគ្នាលេខទូរស័ព្ទមួយហ្នឹងយកមកបង្កើត account WhatsApp ទៅអ្នកគ្នាបានលេខកូដមួយហ្នឹងអ្នកគ្នាហ្នឹងហើយឥឡូវនេះចូលទៅកាន់កម្មវិធីហ្នឹងជាមួយអ្នកគ្នាហ្នឹងហើយយើងចូលមកកាន់កម្មវិធីហ្នឹងមកយើងនឹងបាននេះលេខកូដ Facebook គេផ្ញើចូលមកកាន់លេខយើងមួយហ្នឹងអ្នកគ្នាហើយអ្នកគ្នាយកទៅដាក់ទៅអ្នកគ្នាអាចចុច next ចុចបន្តទៅមុខទៀតបានហើយឥឡូវហ្នឹងពេលពុកម៉ែបងប្អូនអ្នកគ្នាដាក់លេខកូដហ្នឹងហើយយើងចុច next ទៅយើងអាចដូរលេខកូដ Facebook បានតែម្ដងបើស្អីមួយទៀតបើសិនជាពុកម៉ែបងប្អូនអ្នកគ្នាអត់ទាន់មានកម្មវិធីហ្នឹងទេអ្នកគ្នាចង់ឲ្យខ្ញុំធ្វើវីដេអូពីរបៀបបង្កើត account WhatsApp ហ្នឹងអ្នកគ្នាអាច Snowpo ខ្ញុំបានហ្នឹងហើយបើសិនជាខ្ញុំឃើញ Snowpo ច្រើនខ្ញុំនឹងធ្វើតាមហ្នឹងផងដែរហ្នឹងហើយអ្នកគ្នាចុច next ទៅអ្នកគ្នាអាចបន្តទៅមុខទៀតបាននឹងអាចដូរលេខកូដ Facebook បានតែម្ដងហ្នឹងហើយបើសិនជាលោតមកដល់ក្រៅវិញមានន័យថាយើងនឹងដូរលេខកូដបានហើយវីដេអូចែកម្លែកខ្ញុំក៏មានតែប៉ុណ្្នឹងផងដែរហ្នឹងហើយបើពេញចិត្តច្រើនកុំភ្លេចជួយចុចសញ្ញាកណ្ដឹងខ្ញុំអ្នកមួយផងដើម្បីបានវីដេអូថ្មីៗពីខ្ញុំមុនគេទៀតណាហ្នឹងហើយបាយបាយ